តែចិត្តខាងគេស្រឡាញ់លុយរបស់គេហើយចម្លែកតែខ្មែរស្រឡាញ់ដុល្លារបាទខ្ញុំសូមបញ្ជាក់ទាំងអស់គ្នាគឺស្រឡាញ់ដុល្លារដូចគ្នាបាទលុយបាតគេចាយលុយបាតមែនប៉ុន្តែគាត់ស្រឡាញ់ដុល្លារដោយសារធនាគារជាតិរបស់គាត់នោះគឺសន្សំលុយជាដុល្លារអញ្ចឹងទុនបម្រុងអន្តរជាតិរបស់គាត់ឥឡូវនេះនៅប្រទេសថៃគឺមាន247,000 លានដុល្លារបាទភាគច្រើនគឺគាត់សន្សំជាលុយដុល្លារតែម្ដងប្រទេសវៀតណាមដែលចាយលុយដង់គឺមាន86,000 លានដុល្លារជាទុនបម្រុងអន្តរជាតិរបស់គាត់ហើយភាគច្រើនគឺគាត់សន្សំជាលុយដុល្លារតែម្ដងហើយស្រុកខ្មែរយើងក៏អញ្ចឹងដែរគឺមាន22.5,000 លានដុល្លារទុនបម្រុងអន្តរជាតិអញ្ចឹងធនាគារជាតិទាំងអស់ជំនាញពិភពលោកគេសន្សំជាដុល្លារថៃអីបានសន្សំជាដុល្លារដោយសារតែពេលយើងទៅខ្ចីបំណុលគេគឺយើងខ្ចីជាដុល្លារអញ្ចឹងសងគេជាដុល្លារថៃប្រទេសថៃគាត់ខ្ចីក៏ជាដុល្លារភាគច្រើនអញ្ចឹងគាត់សងគេជាដុល្លារវៀតណាមក៏អញ្ចឹងសងគេជាដុល្លារហើយប្រទេសថៃក៏ទិញប្រេងណាមួយខែគាត់ទិញ2,500 លានដុល្លារក្នុងប្រេងគាត់ទិញមួយខែ2,500 លានដុល្លារវៀតណាមក៏ទិញប្រេងណាមួយខែទិញ700 លានដុល្លារហើយខ្មែរយើងទិញមួយខែទិញ200 លានដុល្លារបាត់ពេលយើងយកលុយទៅទិញប្រេងបើសារមិនយើងប្រទេសផលិតប្រេងអញ្ចឹងពេលយើងទិញប្រេងយើងមិនត្រូវភេគេជាដុល្លារមិនមែនពួកហ្នឹងគេយកលុយបាតលុយដង់ឬក៏លុយរៀលទេណាគេយកលុយដុល្លារអញ្ចឹងគ្រប់ប្រទេសទាំងអស់គឺគេស្រឡាញ់ដុល្លារធនាគារជាតិគ្រប់ប្រទេសទាំងអស់គេស្រឡាញ់ដុល្លារដោយសារតែយើងអាចយកដុល្លារទៅទិញរបស់ក្រៅប្រទេសបានដូចថាយើងទៅទិញពីចិនគេយកដុល្លារទៅទិញពីអឺរ៉ុបគេយកដុល្លារទៅទិញពីអាមេរិកគេយកដុល្លារសងម្ដងគេសងម្ដងជាដុល្លារអញ្ចឹងវាដូចតែគ្នាទេខ្ញុំសូមបញ្ជាក់ថាធនាគារជាតិយើងសងលុយជាដុល្លារធនាគារជាតិគេក៏សងលុយជាដុល្លារហើយដូចតែគ្នាអញ្ចឹងណាអញ្ចឹងពួកគាត់គឺស្រឡាញ់ដុល្លារដូចគ្នាទេគាត់ថាចាយលុយឥឡូវហ្នឹងថាគាត់ចាយលុយបាតមិនមែនមានន័យថាគាត់អត់ស្រឡាញ់ដុល្លារគាត់ស្រឡាញ់ដុល្លារខ្លាំងណាបាទវៀតណាមក៏អញ្ចឹងដែរគេស្រឡាញ់ដុល្លារខ្លាំងដូចតែខ្មែរយើងស្រឡាញ់ដុល្លារដែរអញ្ចឹងកុំយល់ច្រឡំឲ្យសោះគាត់គេចាយលុយបាតគាត់គិតថាអូគាត់ស្រឡាញ់លុយបាតអត់ទេបាទហេតុអីត្រូវស្រឡាញ់លុយបាតព្រោះគាត់អាចបោះពុំលុយបាតបានគ្រប់ពេលវេលាហ្នឹងរោងពុំគាត់បោះបានគ្រប់ពេលវេលាតែគាត់អត់បានបោះពុំលុយដុល្លារបានទេដូចវៀតណាមហ្នឹងគាត់អាចបោះពុំលុយដង់គ្រប់ពេលវេលាហ្នឹងតែគាត់អាចបោះពុំលុយដង់លុយដុល្លារទេបាទដូចយើងអញ្ចឹងដែរក៏យើងបោះពុំលុយរៀលគ្រប់ពេលវេលាបានចង់បានប្រហែលក៏បានប៉ុន្តែយើងអត់អាចបោះពុំលុយរៀលបានទេអញ្ចឹងសូមគុំច្រឡំរឿងថាគេប្រទេសជិតខាងស្រឡាញ់តែលុយស្រុកគេអត់ស្រឡាញ់ដុល្លារចម្លែកតែខ្មែរអត់ទេបាទស្រឡាញ់ដុល្លារដូចគ្នាទាំងអស់អញ្ចឹងបើបងប្អូនចូលចិត្តវីដេអូខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកសូមចុចចែករំលែកហើយនឹងចុច follow TikTok channel ខ្ញុំបើសិនមិនទាន់ follow channel របស់ខ្ញុំ